hello សុខស្ដីបងប្អូនបាទហ្នឹងហើយសម្រាប់ CRS យើងមួយគ្រឿងនេះខ្ញុំរួចរាល់ជូនភ្ញៀវមួយគ្រឿងទៅបងប្អូនណាឥឡូវបងប្អូនមើលការកែយើងតើមានសភាពណែនល្អទេបងប្អូនណានេះគឺជាប្រភេទម៉ាស៊ីន Exciter ខ្ញុំកែជូនបងប្រុសនៅខាងភ្នំពេញគាត់ធ្លាប់មកខ្ញុំកែយ៉ាងយូរដែរហើយឥឡូវខ្ញុំធ្វើរួចជូនគាត់មួយគ្រឿងទៀតហើយហ្នឹងហើយអរគុណច្រើនបងប្រុសសម្រាប់ការជឿជាក់និងទុកចិត្តទឹកដៃខាងខ្ញុំអញ្ចឹងណាហើយខ្ញុំរៀបជូនបងប្រុសមកឲ្យហើយការជិះឲ្យមានល្អលអីទេហ្នឹងហើយធានាជូនហើយនេះម៉ូតូនេះខ្ញុំរៀបស៊ីឈ្នួលគាត់ទេដោយសារគាត់មានម៉ាស៊ីនខ្លួនឯងស្រាប់ម៉ូតូគាត់ស្រាប់ខ្ញុំតម្លើងឲ្យយកតែឈ្នួលទេបងប្អូនតែរៀបជូនបងមកស្រួលហើយសម្រាប់ម៉ាស៊ីនគាត់នេះស្អាតណាស់ដោយសារគាត់ទិញម៉ាស៊ីនតាន់ណាម៉ាស៊ីនអត់ដែររើអត់ដែរដោះអញ្ចឹងជិះស្រួលជិះ smooth ហើយគាត់យកអត់យកលេខប្រៃលេខអីទេបងប្រុសគាត់បែបជិះ adventure ផ្លូវឆ្ងាយអីចឹងហើយក៏ដាក់មួយយ៉ងលេខ40គត់ទេប៉ុន្តែរត់រួចបងប្អូនម៉ាស៊ីន Exciter មួយយ៉ងលេខ40ក៏រត់រួចដែរពូមួយយ៉ងសេនវាក៏ប្រហាក់ប្រហែលហ្នឹងដែរ40កំពុង19ហើយប៉ុន្តែអាមុខយើងដាក់លេខ13ដល់ពេលអញ្ចឹងវាអាចស៊ីគ្នាបានវាអាចរត់អត់មានអារម្មណ៍ថាងាងទេដល់ពេលវាចូលលេខអស់វាចូលលេខ5អស់វាអត់ងាងម៉ាស៊ីនទេវារត់ស្រួលមកធូរល្មមហើយនេះសម្រាប់ដំណើរផ្លូវឆ្ងាយគឺស្រួលហើយម៉ាស៊ីននេះគាត់ទិញម៉ាស៊ីនតងោលមកទេអត់មានអីទេអញ្ចឹងយកមកគឺឲ្យខ្ញុំតម្លើងចូលទាំងអស់ហើយម៉ូតូនេះខ្ញុំកែប្រើបេនអស់ហើយកែប្រើបេនម៉ាញ៉ូតូធម្មតាអត់មានម៉ាញ៉ូតូប្រើប៊ិចប្រើអីទេហើយបើចង់ប្រើប៊ិចក៏បានគាត់ថាបើប្រើបេនក៏បានអានឹងយកអត់ទៅស្មុគស្មាញតែបើរឿងកម្លាំងខ្ញុំធានាជូនអត់មានចាញ់ពួកប្រើប៊ិចទេអត់ចាញ់ទេគឺខ្លាំងដូចគ្នាហើយក្រងទីហ៎ប៉ះមួយឆេះហ្មងហើយមូដាច់ធម្មតាហើយបញ្ជាក់មួយទៀតមូទៅអត់មានដាច់តង់ងាំងទេគឺមូដាច់ម៉ាត់បងប្អូនអាហ្នឹងស្រួលបើថាយើងលេងបោះកែងមកអីលេងបោះបានតែគាត់ថាឲ្យខ្លាំងដូចគេ250ទៅមិនរួចទេដោយសារយើង150ប៉ុន្តែយើងអាចលេងបាននិយាយចំមក CXR បាន CXR 250បានហ្នឹងហើយអរគុណច្រើនបងប្រុសសម្រាប់ការជឿជាក់និងទុកចិត្តហើយសម្រាប់បងដែលមានម៉ូតូប្រភេទតួក្រោះឬក៏ម៉ូតូអ្វីផ្សេងហើយដែលបងចង់កែម៉ាស៊ីនដាក់ទៅជាម៉ាស៊ីនម៉ូតូផ្សេងលក្ខណៈថាមិនមែនម៉ូតូយើងល្អយើងយកមកកែលក្ខណៈថាដែលខូចកែលេងឡើងហើយបងប្អូនអាចទៅមកខ្ញុំបាននេះខ្ញុំណែនាំឲ្យប្រើ Exciter វាសមរម្យវាគួរសមគ្រឿងបន្លាស់ក៏សម្បូរការប្រើប្រាស់ក៏រៀងធន់គ្រាន់បើដែរប៉ុន្តែសម្រាប់តែយើងទិញម៉ាស៊ីនស្អាតដែរតែបើម៉ាស៊ីនលួយយកមើលទៅជំងឺដូចតែគ្នាហ្នឹងហើយគាត់ថាវាស្រួលប្រើជាងហើយស៊ីប្រេងតិចទៀតហ្នឹងហើយអរគុណច្រើនបងប្រុស